សួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Admin Lee សូមត្រៀមខ្លួនឲ្យរួចរាល់ព្រោះព្រឹត្តិការណ៍ដ៏ធំបំផុតមួយនៅក្នុងពិភព Marvel Cinematic Universe ថ្ងៃនេះយើងនឹងនាំប្រិយមិត្តទាំងអស់គ្នាទៅពិនិត្យមើលនិងវិភាគ trailer នៃភាពយន្តដែលកំពុងធ្វើឲ្យអ្នកគាំទ្រ Marvel ទូទាំងពិភពលោករំភើបយ៉ាងខ្លាំងនោះគឺ Avengers Doomsday ភាពយន្តនេះមិនមែនជាការប្រមូលផ្ដុំកំពូលវីរបុរសធម្មតានោះទេវាហាក់ដូចជាកំពុងបើកទ្វារទៅកាន់សង្គ្រាមដ៏ធំមួយដែលផ្លាស់ប្ដូរជោគវាសនារបស់ពិភព Marvel ទាំងមូលនៅពេលដែលមនុស្សគ្រប់គ្នាគិតថាសង្គ្រាមដ៏ធំបំផុតបានបញ្ចប់ទៅហើយសត្រូវថ្មីមួយក៏បានបង្ហាញខ្លួនហើយគាត់មិនមែនជាសត្រូវធម្មតានោះទេគាត់គឺ Dr. Doom អ្វីដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលបំផុតគឺការវិលត្រឡប់របស់ Robert Downey Jr. ប៉ុន្តែពេលនេះគាត់មិនមែនត្រឡប់មកក្នុងតួអង្គ Iron Man ឬ Tony Stark នោះទេគាត់នឹងបង្ហាញខ្លួនជា Victor Von Doom ដែលជាតួអង្គដ៏មានអំណាចនិងជាសត្រូវដ៏គួរឲ្យខ្លាចបំផុតមួយនៅក្នុងពិភព Marvel បុរសម្នាក់ដែលមានទាំងប្រាជ្ញាអំណាចនិងផែនការដ៏អាចកំបាំងដែលអាចធ្វើឲ្យពិភពទាំងមូលឈានទៅរកការបំផ្លាញប៉ុន្តែ Dr. Doom មិនត្រូវប្រឈមមុខជាមួយវីរបុរសតែម្នាក់ឡើយពីស្ថានសួគ៌ស្ដេចផ្គរលាន់ក៏បានត្រឡប់មកវិញ Chris Hemsworth នឹងត្រឡប់មកក្នុងតួអង្គ Thor Odinson ដែលជាកំពូលអ្នកប្រយុទ្ធដ៏មានអំណាចរបស់ Avengers ជាមួយនឹងអំណាចផ្គរលាន់និងកម្លាំងដ៏អស្ចារ្យ Thor នឹងត្រូវប្រឈមមុខនឹងសត្រូវដែលអាចជាការគំរាមកំហែងដ៏ធំបំផុតក្នុងជីវិតរបស់គាត់ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលកាន់តែខ្លាំងគឺការបង្ហាញខ្លួនរបស់ Chris Evans ក្នុងតួអង្គ Steve Rogers ឬ Captain America បន្ទាប់ពីរឿងរ៉ាវជាច្រើនដែលបានកើតឡើងតើ Steve Rogers នឹងត្រឡប់មកវិញដើម្បីជួយសង្គ្រោះពិភពលោកឬការវិលត្រឡប់របស់គាត់នឹងមានអាចកំបាំងធំជាងនេះនៅពេលក្រោយនៅពេលដែល Multiverse កំពុងប្រឈមមុខនឹងភាពវឹកវរអ្នកការពារដ៏មានអំណាចម្នាក់ក៏បានត្រឡប់មកវិញផងដែរនោះគឺ Loki Tom Hiddleston នឹងត្រឡប់មកក្នុងតួអង្គ Loki Laufeyson ដែលបានក្លាយជាអ្នកការពារលំហពេលវេលានិងជាអ្នកដែលមានតួនាទីសំខាន់ក្នុងការរក្សាស្ថិរភាពរបស់ Multiverse ប៉ុន្តែសំណួរដ៏ធំគឺតើ Loki អាចការពារ Multiverse ពីអំណាចរបស់ Dr. Doom បានដែរឬទេហើយនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ Yelena Belova ដែលជាអ្នកស្នងតំណែង Black Widow ចំនួនថ្មីក៏នឹងចូលរួមក្នុងសង្គ្រាមនេះ Paul Rudd នឹងត្រឡប់មកវិញជា Ant-Man ដែលតែងតែមានតួនាទីគួរឲ្យចាប់អារម្មណ៍នៅក្នុងសមរភូមិ Anthony Mackie នឹងឈរជើងយ៉ាងរឹងមាំជា Sam Wilson ដែលជាប្រធានក្រុម Captain America ចំនួនថ្មីខណៈដែល Simu Liu នឹងបង្ហាញសមត្ថភាពក្បាច់គុណដ៏អស្ចារ្យក្នុងតួអង្គ Shang-Chi ពីពិភព X-Men យើងក៏បានឃើញការបង្ហាញខ្លួនរបស់ Patrick Stewart ក្នុងតួអង្គ Professor X ឬ Charles Xavier ដែលជាមេដឹកនាំដ៏មានឥទ្ធិពលរបស់ក្រុម X-Men ហើយពីក្រុម Fantastic Four ក៏មាន Vanessa Kirby ក្នុងតួអង្គ Sue Storm ឬ Invisible Woman ដែលនឹងចូលរួមជាមួយក្រុមវីរបុរសដ៏ធំមួយនេះការប្រមូលផ្ដុំ Avengers X-Men Fantastic Four និងកំពូលវីរបុរសជាច្រើនទៀតមិនមែនជារឿងចៃដន្យឡើយពួកគេកំពុងប្រមូលផ្ដុំគ្នាដើម្បីប្រឈមមុខនឹងសង្គ្រាមមួយដែលអាចធំជាងសង្គ្រាមណាមួយដែលពួកយើងធ្លាប់ឃើញពីមុននៅពេលដែលពិភពលោកកំពុងឈរនៅលើគែមនៃការបំផ្លាញនៅពេលដែល Multiverse កំពុងចាប់ផ្ដើមបែកបាក់ហើយនៅពេលដែលសត្រូវដ៏មានអំណាចបំផុតកំពុងចាប់ផ្ដើមបង្ហាញផែនការរបស់ខ្លួនវីរបុរសទាំងអស់នឹងត្រូវប្រឈមមុខនឹងសំណួរដ៏ធំមួយតើពួកគេអាចរួមកម្លាំងគ្នាដើម្បីយកឈ្នះ Dr. Doom បានដែរឬទេនេះមិនមែនជាសង្គ្រាមដើម្បីការពារពិភពលោកតែមួយទៀតឡើយនេះគឺជាសង្គ្រាមដើម្បីអនាគតរបស់ Multiverse ហើយនៅពេលដែល Doomsday មកដល់គ្មាននរណាម្នាក់អាចរត់គេចបានឡើយប្រិយមិត្តវិញយល់យ៉ាងណាដែរចំពោះការវិលត្រឡប់របស់តួអង្គដ៏អស្ចារ្យទាំងនេះតើអ្នកកំពុងរង់ចាំទស្សនា Dr. Doom Thor Captain America Loki ឬតួអង្គណាជាងគេកុំភ្លេចចុច Like Share និង Subscribe Channel Admin Like ដើម្បីទទួលបានព័ត៌មាននិងការវិភាគថ្មីៗបន្ថែមទៀតអំពីពិភព Marvel ជួបគ្នានៅវីដេអូបន្ទាប់